សូមគំនិតគ្នាមកកាន់ចាប់ channel បន្តពីបាត់ស្មោបាត់មុខបាត់មាត់ខ្ញុំអស់រយៈពេលច្រើនថ្ងៃខ្ញុំត្រឡប់មកនិយាយរឿងអ្នកដតីទៀតហើយឲ្យអ្នកទាំងអស់គ្នាបានយកជាករណីសិក្សាក្នុងការផលជីវិតរឿងរ៉ាវថ្ងៃនេះយើងមកនិយាយពីករណីរបស់ Jessica ឬក៏ Jessica Chujimin influencer ស្រីដែលល្បីខ្លាំងហ្មងមានអ្នក follow ចូលចង់ 10M ហើយបើគិតពីចំនួនអ្នក follow គ្រប់ platform ដែលគាត់បានលេងមានអ្នកស្រឡាញ់ច្រើនតែចុងក្រោយនេះអ្នកស្អប់ក៏មិនតិចនោះដែរតែមុនទៅដល់មកញ៉ាំទឹកលក់តែគឺតែរ៉ូសាគីឡូតែមូហុងពីកពូលភ្នំយូណានជួយសម្រួលទៅដល់សុខភាពរបស់យើងបានច្រើនយ៉ាងសំខាន់ហ្មងដែលខ្ញុំពេញចិត្តទីមួយគឺតងការគេងជួយធ្វើឲ្យគេងលក់ស្កប់ស្កល់អារម្មណ៍របស់យើងក៏ប្រសើរនឹងសម្រួលអិយាប័ត្រនៅក្នុងការប្រើជីវិតរបស់យើងឲ្យមើលទៅគួរឲ្យគេចង់នៅក្បែរឬក៏វាងាយស្រួលឡើងអត់សូវតឹងតែងចិត្តអីប្រមាណសម្រាប់ប្រេងកន្លប់ពីកន្លប់មូហុងមកព្រោះវិធីសម្ងួតចំហាយតិចមកសម្ងួតឲ្យវាស្ងួតអញ្ចឹងរក្សាគុណភាពទាំងអស់តែម្ដងក្រៅតែពីប្រេងកន្លប់ដែលជួយសម្រួលដល់ហូម៉ូនសម្រួលដល់ការគេងរបស់យើងហ្នឹងសម្រួលដល់អារម្មណ៍របស់យើងហ្នឹងក៏មាន anthocyanin កៅងារថា richly anthocyanin ហ្មងព្រោះវាសម្បូរជាងផ្លែឈើទៅគោល berry ទៀតចុងក្រោយគឺពួកវីតាមីនជួយទាំងសុខភាពជួយទាំងស្បែកទៀតចឹងសម្រាប់បងប្អូនរបស់យើងដែលចង់បានតែដែលញ៉ាំហើយជួយទៅដល់សុខភាពទាំង3យ៉ាងដូចខ្ញុំនិយាយនេះអាចសាកល្បងមួយតែរ៉ូសាគីឡូបានតាមរយៈលេខទូរស័ព្ទនិង QR code នេះក៏បានJessicaកើតនៅកាណាដាកើតនៅខែធ្នូឆ្នាំ1995អាយុ73ហើយជាកូនដែលកើតក្នុងគ្រួសារមានជីវភាពគ្រាន់បើមានចំណេះដឹងក៏ខ្ពស់រៀនចប់បរិញ្ញាបត្រធ្វើការនៅ clinic ព្យាបាលភ្នែកដែលមានជំនាញខាងភ្នែកបណ្ឌិតហើយនឹងវាស់វែងភ្នែកគ្រាន់តែគ្រប់ពេលដែលJessicaនិយាយពីប្រវត្តិរបស់ខ្លួនឯងនៅក្នុង channel របស់គាត់ណាគឺគាត់និយាយថាគាត់ពេទ្យភ្នែកទាំងដែលការពិតគេជាអ្នកជំនាញខាងផ្នែកបណ្ឌិតហើយនឹងវាស់ភ្នែកអីចឹងJessicaឈប់ធ្វើការនៅ clinic ភ្នែកហ្នឹងបន្ទាប់ពីធ្វើការបានតាមរយៈព្រោះគាត់ដឹងច្បាស់ថាគាត់អត់បានស្រឡាញ់ចូលចិត្តអីឲ្យណាស់ណាតាំងពីគាត់រៀនសាកលវិទ្យាល័យមកម្លេះប៉ុន្តែក៏រៀនឲ្យចប់តាមសេចក្តីធ្វើការរបស់ពុកម្ដាយទៅពីព្រោះគ្រួសារគាត់បងប្អូនគាត់សិតតែរៀនចប់ជំនាញបែបអញ្ចឹងផ្នែកហ្នឹងដោយប្អូនស្រីគាត់ផ្នែកពេទ្យការសម្ផស្សអញ្ចឹងទៅតែគាត់ដឹងតែគាត់អត់ស្រឡាញ់នៅជំនាញហ្នឹងតាំងគាត់រៀនសាកលវិទ្យាល័យបានចូលក្នុងវិស័យ cosplay បានតុបតែងខ្លួនជាតួអង្គនេះតួអង្គនោះគាត់ស្រឡាញ់ចូលចិត្តមួយនឹងការផាត់មុខធ្វើខ្លួនអញ្ចឹងមែនតើដល់ពេលឲ្យគាត់ក៏ដាក់ពាក្យឈប់ទៅមកធ្វើជា beauty blogger ពេញម៉ោងចាប់ផ្ដើមដំបូងក៏ដូចតែបងប្អូនរបស់យើងទូទៅសូវមានអ្នកចាប់អារម្មណ៍អីប្រហែលតែក៏ចាប់ផ្ដើមសំអ្នក follow ជាបន្តព្រោះគាត់មានទេពកោសល្យក្នុងការតែងខ្លួនផាត់មុខរបស់គាត់ដែរណាមួយមុខមាត់របស់គាត់ក៏ស្អាតទីផតក៏មានអ្នក follow ច្រើនទៅដែលមកល្បីខ្លាំងបន្ទាប់ពីគាត់ថតវីដេអូថាគាត់ធ្វើដំណើរមកកូរ៉េខាងត្បូងដើម្បីរៀនផាត់មុខជាមួយនឹងគ្រូដែលល្បីបំផុតរបស់កូរ៉េខាងត្បូងគឺក្រុមគ្រូដែលជាអ្នកផាត់មុខឲ្យតារាឲ្យក្រុម Blackpink អីចឹងហើយក៏ចាប់ផ្ដើមមានអ្នក follow មានអ្នកស្គាល់គាត់ច្រើនក្រោយពេលដែលគាត់រៀនត្រឡប់មកវិញចំណេះជំនាញក្នុងការផាត់មុខរបស់គាត់ក៏ upgrade បាត់ខ្លាំងហ្មងតែងខ្លួនបានគ្រប់ style លេងខ្លួនแบบមើលទៅគួរឲ្យស្រឡាញ់គួរឲ្យចូលចិត្ត fan ក៏ចាប់ផ្ដើមមានច្រើនជាបន្តរហូតដល់មានឈ្មោះសម្រាប់ក្រុម fan របស់គាត់ហ្មងឈ្មោះទៅ Juicy គឺយក Jessica បូកជាមួយនឹង Bestie មានអ្នក follow កាន់តែច្រើនបញ្ហា drama ក៏ចាប់ផ្ដើមកើតមានជាពិសេសមនុស្សយើងលាក់អីបានប៉ុន្តែលាក់ចរិតហ្នឹងវាអត់បានមករហូតទេជាពិសេសគឺគំនិតផ្នត់គំនិតដែលមាននៅក្នុងខ្សែឈាមហ្មងហ្នឹងគឺពិបាកកែហ្មងនិយាយរឹតតែច្រើនគេរឹតតែចាប់បានថាយើងមានសន្តានបែបម៉េចជាមួយនឹងការប្រើជីវិតឬក៏ផ្នត់គំនិតយ៉ាងបែបណាជាមួយនឹងការប្រើជីវិតគឺគេចាប់ចំណុចបានថាJessicaមានផ្នត់គំនិតមើងងាយពូជសាសមើងងាយពណ៌សម្បុរទោះបីជាព្យាយាមលាក់បាំងព្យាយាមនិយាយឲ្យល្អខាងខ្លួនក៏ដោយច្រើនចំណុចមែនតើដែលធំហ្មងខ្លាចជា drama ខ្លាំងហ្មងគឺតាក់ទងទៅនឹងរឿងការនិយាយរបស់គាត់នៅក្នុងវីដេអូមួយធម្មតាអ្នកផាត់មុខ beauty blogger គេផាត់មុខបដាគេក៏និយាយបដាមិនអញ្ចឹងហើយក៏និយាយទៅដល់រឿងថាអ្នកដែលកើតមកស្បែកសគឺជាមនុស្សដែលសំណាងហ្មងព្រោះផាត់មុខចេញមកស្អាតជាងគេបំផុតជាងពណ៌សម្បុរណាទាំងអស់ជាពិសេសគឺសម្បុរហិតតែមិនសូវសគឺរត់តែពិបាកនៅក្នុងការ make up ឲ្យចេញមកស្អាតឬក៏ឲ្យចេញមកវាល្អសូតែពាក្យនឹងប៉ិតអត់ខ្ញុំមិនដឹងដែរបងប្អូនយើងអាចនឹងឆ្លើយប្រាប់ខ្ញុំថាប៉ិតព្រោះវាលក្ខណៈបែបអញ្ចឹងមកតាំងពីណីមកហើយ beauty standard ទោះបីជាយើងព្យាយាមនិយាយយ៉ាងណាក៏ដោយភាគច្រើនយល់ថាអញ្ចឹងសស្អាតខ្មៅអត់សូវស្អាតអីអញ្ចឹងប៉ុន្តែពេលដែលយើងមិនមែនជាអ្នកល្បីយើងនិយាយវាក៏មិនសូវមានឥទ្ធិពលអីប្រហែលដែរតែដល់ពេលយើងល្បីហើយមានអ្នក follow ច្រើនដល់ថ្នាក់ហ្នឹងហើយរកលុយបានរកស៊ីបានជាមួយនឹង fan ហេតុអីពីព្រោះមិនមែនរកលុយតែពីអីគេដូចខ្ញុំលក់តែចុះញ៉ាំតែរសាក៏សិនឬក៏បើក monetize ពី YouTube អីតែប៉ុណ្្នឹងឯងប៉ុន្តែ beauty blogger brand ជាច្រើនតាក់ទងមក Juicy
ผัดหมกให้กับเพียบแท้นี่อันนี้สะอาดอันนี้ละโอเผอแต่ดังดอดคมน้องไงหรือก็ผัดอันนี้เล็บอันนี้เฟื่อนนี้โปรโมทผลิตภัณฑ์ละเตียงเด็กกาปัดวิ่งเหมือนมันพัลเลยซาแต่ผลิตภัณฑ์ลังเตอันนั้นจำที่จะจำใจได้ยังมันยังปีเรื่องปอสมบูรณ์ลังบัดไทยมาจับสันเจ๊ในขนมวิดีโอหนึ่งทางจังเตียงได้บันลุยเมาหอลุยเมาหรือก็ระบายลุยเฉินดอกหดดาวมีลุยเด็ดเต็งคันโดกระดาษกรงหยอกสารอเมริกรัวเหนือคือบันลุยปีแฟนแต่ติ้งผลิตภัณฑ์ได้จูสิกาในนวมให้กับบานคอมมิชชั่นด้วยนะผู้สหการขณีเตียงเด็กไปคลาผลิตภัณฑ์คลาจูสิกาบันปลาตีกร้อนแต่ประมูลให้แฟนนั่นก็มีนะกรุบจิตสายมันจังให้ยังสะสมัยแต่ดาวแฟนจนจิตสบายขมายเด็กกระโปรงแตงกุยสดับเสียแต่จูสิกาใหญ่แหละขนาดแบบจังขณีเธอมังกุยตัวยกเรื่องเดวีมันเหมือนกับเปิดแต่งสองให้กันในมวยอารมณ์โคตรจัดอันจัดยังกัดมาสบอลเจ๊ก็มึงงี้นะอัศอันจัดดราม่าให้เดี๋ยวไปมันดูวิมีนเพียบโคตรจัดในขนมจัดนั่งส่วนแทนมีนเพียบสไตล์สวะหับในขนมการเพอจีบัดมาเจอสังคมสบู่แต่มันดูดราม่าให้มีนอารมณ์แบบจังเชิญนะมีนสกัดสักแต่เชิญสังคมยังกลัวจังรุ่นเนยเดี๋ยวพบโลกกลัวจังรุ่นเนยเดี๋ยววิอันให้น้ำมวยเพียบสไตล์อยู่ที่สแตนดาร์ดเพียบมันเหม็นแต่สมัยสมบูรณ์หน้ามวยนะมันจังส้มทำแต่เมื่อการคอนเสิร์ตคลุนเองบ้านสะอาดบ้านผิวจีเจเลือกคลุนเองอันนั้นคือสะอาดเลยอันนี้กำลังเหมือนยุ่งกัดทันจังอุตโหแท้ยุ่งแต่แต่งคลุนแบบเซ่ยุ่งอามีนผิวจีเจโซ่แท้เกษตรศาสตร์แต่สะอาดยุ่งดีดีได้ยุ่งมัดดีดีได้ผลยุ่งอามีนผิวจีเจเลือกคลุนเองผ่องเธอรอกผิวสะอาดตามไอ้เดี๋ยวยังเธอกายุ่งมีนผิวจีเจเลือกคลุนเองปนังยังสะอาดไหมผิวจีเจบอกคลุนเองปีข้างขนมมานั่นคือมีนมุนสไนเชิญจึงผิวสะอาดได้เก็บเพียบแต่เทินเจสอันตบใหญ่อยู่นึงฉันดองอาจารย์ว่าผมยังขัดเป็นมาสดับยังใหญ่อยู่นึงโอเคโยทันจังจังแฟนมีนจนจิตดัดไตเดมเมนสมัยซอสกูโดยกระเรมังกุยสดับให้ตัวอารมณ์แบบจังคลายดิจีเรื่องเด็กเก๋น้องเทเจน้องเททาโจสิกาใหญ่เปียนึงอัดไตรยาตปุลมันหล่อตัวดอเนี่ยมือให้เนี่ยคลาคนใหญ่มาเป็นแทเฮ้ยกัดเชิญไหมไปขวัญได้ใหญ่แบบการปัสสาวะตัวยอดบ้านนี่จังยังกัดเชิญแหละขณะแบบนั้นยังกัดทานล้อจึงการได้ยังกัดเลยพวกการได้ยังอัดกัดให้อัดกัดหนังดักเตือนขึ้นทองจนหนึ่งนั่งปัญหาวิการลางไปพัวมันดูคุกขึ้นมันเหมือนสเตจกัดเลยโดยปนมือจำนวนก็สดับให้กอดพิจารณาทองจนหนึ่งจังเนาะให้กอดโยนทำจีถึงทมนึกตรงจีบวัดกอดต่อตามหมกเจต่อตัดสไปเจต่อแต่งเจบันส์แอนด์อะไรกอดกับชีเยี่ยมเด้งตามมาหึงหนึ่งระหดดอกพลิกอัพพิวัดคลุนเองตรงหึงอีเซนเซียเนาะจังเกก็ดักเตือนแต่ส่วนแทนโจสิกาเธอเหมือนโจสิกาลุกวิดโอได้ยี่แต่ต้องหึงหนึ่งเจ้าให้ก็ควักไฟปีหึงหนึ่งตีแขวจะไปหึงมีนผนังกำดัดพวกเหมือนมีนแต่วิดโอนั่งมวยตีได้ชีเยี่ยมใหญ่จังเมาแหละขนาดแท้วิตัวแต่กระเรสไปแบบจังมันล้อบันแสนนะแต่ก็มันจีหึงจำไหลได้ผัวกระเรนี่เบิ่งเยี่ยมปีกัดจึงคือตัวไอ้ยังกระเรกัดจึงคือตัวไอ้เชิญจึงประเทศนาจังจังเวียก็จีหึงทอมดายังเตยต่อแต่สไปซอสแอนดุกระเรดุไอ้ยังดุกอดไอ้ดึงดับบันแสนแต่เนี่ยเดตคือแสนดังไทม์เทียดเก๋เจ้าถ้าโจสิการเนี่ยก็ปีคอนเทนต์บอกเนี่ยดอตีเนี่ยได้เจ้าคือมันจะคอนเทนต์เกมมองให้เกก็เหมือนแต่เจ้าเจ้าดอมีนพอตังได้เกมีนพอตังเดี๋ยวเกไปให้คือโจสิการย่อ account ดับโปรไฟล์ลังแต่ตามมือ story วิดีโอบอกเกให้ไปคลาก็จะล้ำจุดไลค์จุดไอ้เนี่ยเอาเกเคยมาให้เกก็สั่งใส่แน่ด้านจุดบัดขบใบยางจังไม่ยางไม่เตี้ยคือเกสั่งใส่จะเลยโจสิการสลับอินฟลูเอนเซอร์ใส่มาเนี่ยนูกอดอัดใส่ลงไปครั้งเนี่ย follow ประมาณจะ100 K จังไงแต่ก็มีสมรรถภาพได้ผัดหมกเธอสสไตล์ทำไมให้จีไอเดียจีกำนัดระบกอดตอนมองไอเด็กกอดช่างคือคอยไปเด็กกอดเฟิร์นตอนมันประมาณเมาหรือประมาณไงสูบบุญวิดีโอระบโจสิกาเจงเมาแหละกันนะโดยกอดมองสไตล์แบบนึงไอแบบนึงตายเกเนี่ย follow ฉันเธอต้องไปได้ครั้งเนี่ยไปยูจนการมาวิดีโอใส่สำอับไม่ก็มีนะอินฟลูเอนเซอร์ใส่มาเนี่ยนั่งก็ชี้ยิ้มตามสังเกตเมื่อทัตตาเวียมเหมือนกันไอ้บันเวียนจังทีมพอดก็จะจับบันอะเขาหมุยเขาได้ประกาศไลน์ครั้งแหละกันนะแท้ตกสมัยเมืองจังมองอ่ะปะใต้เกชัยติดดังเป็นแท้เนี่ยได้ชี้มาจ้ากำสัตเนี่ยเขานั่งคือโจสิกาได้ใส่จีเมลได้จวบในโครงการประกาศเขาอินฟลูเอนเซอร์ใส่เนี่ยนั่งก็จังมันใหญ่เพียบแท้โจสิกาก็ปีตายในโครงการทั้งหมดสอดหรือก็พัดหมกบอกก่อนให้ก็มีโยวิตโอมากูปกงได้มือจังอ่ะก่อนมีพอตังแต่เขาเนี่ยได้สาวเชียวตื้อเคยทำเผอจีเมลหรือบอกโจสิกาตามมือกดขบเปขบเบลีเอาจากกดตัดแหละคอนเทนต์ไอ้ทำไมไปน้องโจสิกาจริงเมาโอ้โตว่าเจทาอินฟลูเอนเซอร์เสพเนี่ยนึ่งจังระบายเจแต่ยัยแต่เนี่ยเขานึ่งคือกดเถอบันเกเฮกหรือก็เถอบันเกโยอัตสัญญาณบันนี่นึงอยู่แต่แบบกลายคลายไอ้เซ็งๆยังแต่จังเฟอร์บับกวด
ហើយនឹងគម្រាមប្តឹង influencer ស្រីម្នាក់ទៀតតែរឿងវាអត់ចប់ព្រោះគេចាប់បានថាការនិយាយចេញមកវាហាក់បីដូចជាអត់មានទម្ងន់គ្រប់គ្រាន់នៅក្នុងការជឿអ្នកលេងអ៊ីនធឺណិតខ្ញុំសរសើរអ្នកលេងអ៊ីនធឺណិតរបៀបតនេខ្លាំងគាត់ទៅឆែកមកស្រាវជ្រាវចុះឡើងទីបំផុតក៏ប្រាប់ថាមិនបាច់បកកាយទៅណាទេគេមានភ័ស្តុតាងច្បាស់លាស់មិនត្រឹមតែមាន Gmail ទេថែមទាំងជា friend ជាមួយនឹងមិត្តភ័ក្តិរបស់ចុសិកាមួយថ្ងៃទៀតគេទៅឆែកមកដឹងរហូតដល់ថ្នាក់ឃើញថាចុសិកាធ្លាប់ទៅ comment ចំអកលក់លើយឬនិយាយដើមអ្នកដែលជាជនជាតិស្បែកផ្សេងក្រៅពីស្បែកសពូលីគេជាមួយមិត្តភ័ក្តិសោកចំអកតម្បាយចេញចុះថែមទៀតតែវាច្រើនឆ្នាំមកហើយតាំងពីចុសិកានៅរៀងក្មេងៗដែរគេទីផុតចុសិកាក៏ចេញមកមុនដំបូងលុបវីដេអូដែលហៅប្តឹងគេនឹងចោលបន្ទាប់ហើយក៏សុំទោសដោយប្រាប់ថាធ្វើឡើងកាលពីក្មេងហ្នឹងគិតអត់ដល់អត់មានចេតនាទៅថាអ្នកណាថាអ្នកណីទេគ្រាន់ថាការសំទោសហ្នឹងគេមើលឃើញថាវាចេញពីចិត្តដល់ពេលហើយគេក៏ save ទៅណាថាចុសិកាគឺជាមនុស្សដែលមានផ្នត់គំនិតមិនសូវជាឲ្យតម្លៃអ្នកណាផ្សេងក្រៅពី possible ដូចខ្លួនគាត់ទេមួយទៀតហ្នឹងគឺតាក់តងទៅនឹងប្រម៉ូទលក់ផលិតផលលក់ឲ្យវ៉ាន់ brand នេះល្អ brand នោះល្អញ៉ាំហើយរៀងស្អាតញ៉ាំហើយដាំទ្រុងឡើងចេញចុះទាំងដែលកាប់ពិតវាមិនមែនធម្មជាតិដូចដែលព្យាយាមអះអាងទេដូចបបោមាត់ស្អាតអញ្ចឹងគេឃើញគេទៅ comment ថាបបោមាត់ស្អាតម៉េះអីម៉េះលើកយករឿងហ្នឹងយកមកនិយាយប្រាប់ថាបបោមាត់ស្អាតហ្នឹងទាំងអត់ថាការពីដិតគាត់ធ្លាប់ត្រូវគេ bully ថាមាត់អត់ត្រូវស្តង់ដារស្អាតរបស់កូរ៉េទេកាលនោះមករៀននៅកូរ៉េបានប្រហែលឆ្នាំគេសោករហូតដល់គាត់បាត់បង់ភាពជឿជាក់ជាមួយនឹងបបោមាត់របស់ខ្លួនឯងប៉ុន្តែគិតចោះគិតឡើងវាអត់មានអីដែលល្អជាងធម្មជាតិរបស់យើងដែលយើងមានផលិតផលនេះទៅដើម្បីជួយធ្វើឲ្យស្បែករបស់យើងមើលទៅស្អាតបន្ថែមអីបន្ថែមអូមួយទៀតហ្នឹងដាក់ចំណងជើងថាមកប្រាប់អំពីអាចកំបាំងដែលធ្វើឲ្យមុខនឹងផ្លាស់ប្ដូរដោយអត់ចាំបាច់ពឹងពេទ្យពីបែបនេះមកជាបែបនេះរូបភាពដាក់អញ្ចឹងធ្វើឲ្យខាងអ្នកមើលនឹងចាប់អារម្មណ៍អត់ពឹងពេទ្យឲ្យមុខវាខុសប្លែកគ្នាដល់ថ្នាក់ហ្នឹងវាដូចមិនគួរឲ្យជឿអីគេក៏ព្យាយាមស្រាវជ្រាវទៀតឆែកចោះឆែកឡើងចោះឡើងមានផុសតាំងអីច្បាស់លាស់តែគេជឿថាមុខតាំងពីបែបអញ្ចេះមកជាអញ្ចេះឲ្យប្រាប់ថាមិនមែនពឹងពេទ្យស្អាតដោយវិធីធម្មជាតិស្អាតដោយការប្រើផលិតផលដើម្បីលក់ដើម្បីប្រម៉ូទឲ្យ fan ហ្នឹងទិញយកទៅប្រើទៅ brand ទាំង line ហ្នឹងក៏រត់មករកច្រើនបន្ថែមទៀតលុយបានច្រើនមែនទែនតាក់ទងទៅនឹងរឿងទទួល sponsor ហ្នឹង unboxing ម្ដងមិនក្រោម $5-6,000អវ៉ាន់ដែលខាង brand ធំផ្ញើមកឲ្យហ្នឹងតែការពិតវាមិនមែនធម្មជាតិដូចដែលថាហេតុផលពីព្រោះមានវីដេអូមួយហ្នឹងស្រាប់តែគេសង្កេតឃើញមាត់របស់ជូស៊ីកាប្លែកចាក់ filler ច្រើនហើយមាត់វាធំអត់ស្មើគ្នាជូស៊ីកាចេញវីដេអូប្រាប់ថាអូបញ្ហាគឺតាក់ទងទៅនឹង filler តែឥឡូវគឺគាត់ទៅចាក់ចេញហើយនេះដាក់លាយវាចេញតែពេលមុននោះហេតុអីក៏និយាយថាជាតិល្អបំផុតហើយគេទៅហៅមកបន្ថែមទៀតក៏ឃើញថាមានចាក់ឡើងភ្នែកចាក់ឡើងច្រមុះចាក់ឡើងចង្កាតែបែរជានិយាយថាធម្មជាតិស្អាតល្អបំផុតទាំងដែលដកលុយមិនចេះតិចទេយកទៅឲ្យពេទ្យខាងភ្នែកថែរក្សាសម្រស់ថែរក្សាសម្ផស្សធ្វើការចាក់បំពេញអានេះបំពេញអានោះទោះបីជាមិនឆ្លងកាត់ការវះកាត់ប៉ុន្តែក៏ពឹងពេទ្យដែរនិយាយហាក់បីដូចជាខ្លួនឯងហ្នឹងស្អាតពីធម្មជាតិមកអញ្ចឹងមានអ្នកច្រាញ់គាត់តាក់ទងរឿងគាត់អាយុចង់30ហើយប៉ុន្តែថត content ថតអីធ្វើលក្ខណៈបែបដូចក្មេងៗអត់សមវ័យរឿងហ្នឹងវាអាចនឹងធម្មតាសម្រាប់ពួកយើងដែលជាប្រជាជនអាស៊ីអាយុ30អាយុអីនេះខ្ញុំថាឡើយ30ខ្ញុំ31 32ពេលខ្លះខ្ញុំក៏លេងអីដូចកូនក្មេងដែរមិនអញ្ចឹងប៉ុន្តែសម្រាប់ fan ដែលជាជនជាតិបរទេសគេយល់ថាអាយុ30មកធ្វើអីលក្ខណៈបែបអញ្ចឹងវាអត់សមមិនអីចឹងទៅនឹងយល់បានថាគេគ្រាន់តែច្រាញ់ក៏ច្រាញ់ទៅពួកអ្នកខ្លះក៏មិនមែនថារិះគន់គេឬក៏និយាយកាត់ជាប្រយោជន៍អីទេគ្រាន់តែចង់បញ្ចេញអារម្មណ៍អត់ល្អរបស់ខ្លួនឯងលើអ្នកនៅក្នុងអ៊ីនធឺណិតអាហ្នឹងក៏តាមនឹងទៅតែវាមកមានបន្តទៀត drama រឿងជនជាតិស្បែកសជនជាតិស្បែកខ្មៅនេះតាក់ទងទៅនឹងការប្រគំតន្ត្រីដល់ពិភពលោកមួយកាលពីដើមឆ្នាំ2026រ៉ាល្បីៗជាច្រើនចូលរួមនៅក្នុងកម្មវិធីហ្នឹងសម្រាប់ influencer ល្បីៗក៏ត្រូវបានចូលរួមនៅក្នុងកម្មវិធីហ្នឹងច្រើនដែរគ្រប់គ្នាមានកាមេរ៉ាសឹងតែគ្រប់ដៃទាំងអស់ទៅថតទៅអីចឹងព្រោះទទួលបាន sponsor ទៅមើលការប្រគំតន្ត្រីហ្នឹងដល់ពេលចឹងគ្រប់គ្នាថត content ចេះ content ចុះចុះស៊ីកាក៏ម្នាក់ដែលត្រូវបានគេ sponsor ឲ្យទៅមើលកម្មវិធីប្រគំតន្ត្រីហ្នឹងដំបូងឡើយវាហាក់បីដូចជាមានបញ្ហាអីទេសប្បាយតាមធម្មតាអញ្ចឹងទៅតារាគេច្រៀងតាមនឹងអីតាមនឹងតែវាមានវីដេអូប្រហែលជា9 second មួយដែលคล้ายទៅជារឿងបកក drama ធុនធ្ងរសម្រាប់ជូស៊ីកាហ្មងក្នុងវីដេអូហ្នឹងអីដែលឃើញគឺជូស៊ីកានិយាយនៅក្នុងលក្ខណៈបែបរំភើបអូយអ្នកអរគ្នាខ្ញុំឃើញម៉ាណុននៅខាងក្រៅផងដែរសុំគាត់ថតរូបមួយមើលអ្នកទៀតហ្នឹងជនជាតិស្បែកខ្មៅក៏អញញឹមដាក់
គាត់ក៏ថតផុសវីដេអូនេះទៅដាក់ចំណងជើងហ្នឹងគឺជួបម៉ាណុននៅខាងក្រៅនៅក្នុងកម្មវិធីប្រគំត្រី Coachella 2026ហើយក៏សើចកាក្អាយទាំងតែការពិតជនជាតិស្បែកខ្មៅដែលថតអូមួយហ្នឹងគឺជាមិត្តភ័ក្តិរបស់ជូស៊ីកាមិនមែនជាននសមាជិកក្រុមខាត់សាយទេពិតបើសិនជាលេងធម្មតាហើយជាអត់មានណាគេ drama អីដែរប៉ុន្តែធ្វើលេងតងជាមួយនឹងម៉ាណុនគឺជាសមាជិក girl group ដែលមានការសហការគ្នាពីខាងប្រតិកម្មធំរបស់កូរ៉េត្បូងជាមួយនឹងអាមេរិកប្រតិកម្មរបស់ BTS ហ្នឹងសហការជាមួយនឹងខាងសហរដ្ឋអាមេរិកគេក៏បង្កើតនៅក្រុមតារាចម្រៀងដែលរើសមកវាបែបអូសិតតែខ្លាំងហ្មងមានសមាជិក6នាក់គឺ6នាក់ហ្នឹងគឺមានម៉ាណុនម្នាក់ដែលជាជនជាតិស្វីសកាត់អាហ្វ្រិកហើយមុខមាត់របស់គាត់ស្អាតបាតមានរឿងដោយសារតែក្នុងឡុងពេល Coachella 2026ប្រគំត្រីក្រុមខាត់សាយក៏ត្រូវបានអញ្ជើញឲ្យទៅចូលរួមកម្មវិធីនឹងដែរព្រោះគេក៏ល្បីខ្លាំងដែរមិនអញ្ចឹងតែប្រតិកម្មទៅតែប្រកាសផ្អាកគឺឲ្យម៉ាណុននឹងសម្រាកអត់ទាន់មានពេលកំណត់ច្បាស់លាស់ថានឹងត្រឡប់មកក្នុងក្រុមវិញទេជារឿងដែល fan សោកសៅមែនតើជាពិសេសនៅក្នុងកម្មវិធីប្រគំតន្ត្រីលំដាប់ពិភពលោកខាត់សាយឡើងឈៀងមាន6នាក់ប៉ុន្តែអាចចន្លោះមួយដែលជាតំណែងសម្រាប់អនុអ្នករំទុកចន្លោះចោលហ្មងតែធ្វើឲ្យ fan ទៅមើលនឹងគឺមានអារម្មណ៍បែបសោកសៅលក្ខណៈថា idol របស់ខ្លួនឯងអត់បានឡើងមកជាងជាមួយនឹងសមាជិកក្រុមដតីហើយក៏មិនទាន់ដឹងអំពីបញ្ហាច្បាស់លាស់ឬក៏ពិតប្រាកដអីថាម៉ាណុនត្រូវបានគេផ្អាកមិនឲ្យសម្ដែងនឹងដល់ពេលណាហើយកំហុសគឺជាអ្វីគ្រាន់តែចេញមកប្រកាសមកនិយាយថាមានបញ្ហាសុខភាពតែខាង fan អត់ជឿពីព្រោះថាដោយសារតែម៉ាណុនជាជនជាតិស្បែកខ្មៅធ្វើឲ្យតែស្អាតប៉ុណ្្នឹងហើយប៉ុន្តែអាការដែលមកល្បីនៅកូរ៉េខាងត្បូងឬក៏មានម្ចាស់ប្រតិកម្មជាអ្នកគ្រប់គ្រងចូលរួមពីខាងជនជាតិកូរ៉េអីចឹងវាពិបាកនៅក្នុងការដែលគេបាក់ចិត្តទទួលយកឬក៏មើលឃើញថាជនជាតិស្បែកខ្មៅនឹងស្រស់ស្អាត podcast របស់ Manon ធ្លាប់និយាយតាក់ទងទៅនឹងរឿងហ្នឹងច្រើនមកបើយើងអាចទៅរកស្ដាប់បានពីការតស៊ូព្យាយាមមែនទែនរបស់គាត់នៅក្នុងការនៅក្នុងវិស័យ K-pop ឬក៏វិស័យចម្រៀងវិស័យតន្ត្រីរបស់កូរ៉េខាងត្បូងបានហ្នឹងគឺវាហត់នឿយមែនទែនខំមកមែនទែនហើយគេសង្កេតណាមិនដឹងថាខាងប្រតិកម្មហ្នឹងគឺធ្វើអញ្ចឹងមែនដាក់ Manon មែនឬក៏មិនទេតែគេឃើញថាខាងម្ចាស់ប្រតិកម្មព្យាយាមរៀបរៀងមិនឲ្យខាង Manon នឹងទទួលបានពលឺគ្រប់គ្រាន់ឬក៏បានបញ្ចេញសមត្ថភាពខ្លួនឯងគ្រប់គ្រាន់ឬក៏មានឱកាសនៅក្នុងការធ្វើជា center នៃបទចម្រៀងមួយទេរៀបរៀងសូវជាផ្ដល់ឱកាសឲ្យ Manon នឹងទទួលបានភាពល្បីហើយអំឡុងថ្ងៃកុំមន្ត្រីអត់មាន Manon ចូលរួមហើយថែមទាំងអាការដែលប្រកាសថាសម្រាប់ហ្នឹងឃើញថា sponsor ជាច្រើនអត់មានឈ្មោះម៉ាណុននៅក្នុងការធ្វើការហ្នឹងវាអត់ដឹងថារឿងអីពិតប្រាកដដេញចេញហ្មងប្រឈប់ហ្មងឬក៏ត្រឡប់មកវិញស្ថិតនៅក្រោមការសង្ស័យរបស់ fan ទូទាំងពិភពលោកស្រាប់តែចុះស៊ីកាមកធ្វើ content នឹងលេងលក្ខណៈសើចក្អិចជាមួយនឹងមិត្តភ័ក្តិរបស់ខ្លួនឯងដែលជាជនជាតិស្បែកខ្មៅហាក់បីដូចជាជនជាតិស្បែកខ្មៅមុខដូចគ្នាហ្នឹងអាហ្នឹងគឺជាពាក្យបែបមិនឲ្យតម្លៃងាយគ្នាដែលខាងលោកខាងលិចគេចូលចិត្តនិយាយលើជនជាតិស្បែកខ្មៅពេលហើយខាងចុះស៊ីកាមកធ្វើថតជាមួយនឹងមិត្តភ័ក្តិស្រីរបស់ខ្លួនឯងហាក់បីដូចជាចង់និយាយថាអត់មានខាង Manon ក៏មានខាងជនជាតិស្បែកខ្មៅដទៃអាចជំនួសបានធម្មតាអីទេលេងសើចចឹងទៅខាងចុះស៊ីកាក៏ចេញមកបកស្រាយប្រាប់ថាមិនមានចេតនាទៅឌឺដងអ្នកណាទេហើយអាហ្នឹងគឺ content ដែលគេលេងមកអញ្ចឹងគ្រប់តែគ្នាហ្នឹងវាពិតប្រាកដមែនមានអ្នកលេង content បែបហ្នឹងមែនគេមាន content លក្ខណៈថាដើរទៅចៃដន្យជួបអ្នកល្បីអញ្ចឹងឲ្យថតមែនយើងក៏ធ្លាប់ឃើញនៅក្នុង TikTok នៅក្នុងអ៊ីនធឺណិតដែរត្រូវអត់ពីគាត់និយាយថាការដែលលេងបែបហ្នឹងគាត់ក៏ទទួលបានការអនុញ្ញាតពីមិត្តភ័ក្តិរបស់គាត់ដែលជាជនជាតិស្បែកខ្មៅក៏យល់ថាវាជារឿងធម្មតាមិនមែនជាការប៊ូលីពណ៌សម្បុរអីទេព្រោះមិត្តភ័ក្តិអនុញ្ញាតហើយថងជួយនេះមិត្តភ័ក្តិស្រីរបស់គាត់ដែលជាជនជាតិស្បែកខ្មៅក៏មានការ post confirm នៅក្នុង tweet នៅក្នុង X ដែរថាយល់ព្រមនៅក្នុងការលេងជាមួយនឹងមិត្តភ័ក្តិហើយក៏អត់មានចេតនាអាក្រក់ទៅលើអ្នកណាដែរផលទី3ជូស៊ីកានិយាយថាគាត់ក៏ជា fan របស់ Manon គាត់អត់មានបំណងនៅក្នុងការទៅធ្វើឲ្យប៉ះពាល់ទៅដល់ idol អីផ្សេងទេគាត់គ្រាន់តែលេងតែយ៉ាងណាក៏សុំទោសដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ fan ទាំងឡាយអញ្ចឹងណាចេញមកសុំទោសប៉ុណ្ណឹងគាត់តែចប់តែក៏ប៉ិតអត់ចប់ទេ fan របស់ Manon នាំគ្នាចេញមកនិយាយតាក់ទងទៅនឹងរឿងនឹងច្រើនមែនតើលក្ខណៈថាសាកសម័យមើលគាត់ដែលជា fan រងចាំដំណឹងរបស់ idol របស់គាត់គ្រប់ពេលគ្រប់វេលាហើយក៏មិនដឹងថាម៉េចគេសោកសៅជាមួយនឹងរឿងហ្នឹងមែនតើចង់ដឹងសុខទុក្ខរបស់ idol ខ្លួនក្នុងអំឡុងពេលហ្នឹងខណៈពេលដែលក្រុមដែលជា idol គាត់កំពុងតែឡើងសម្ដែងកំពុងតែច្រៀងស្រាប់តែចុះស៊ីកាមកថតវីដេអូឲ្យដាក់ចំណងជើងថាបានជួបជាមួយនឹង Manon នៅហ្នឹងគាត់នេះក៏រំភើបចិត្តថាចង់ដឹងថាវាកាសពិតមែនឬក៏មិនមែនដល់ពេលទីបំផុតវាមិនមែនបែបហ្នឹងសួរតែពួកគាត់មានអារម្មណ៍បែបណាហើយសំខាន់អាថ្ងៃដែលមន្ត្រីហ្នឹង Manon ធ្វើត្បិតតែគាត់អត់បានទៅចូលរួមសម្ដែងជាមួយនឹងមិត្តភ័ក្តិនៅក្នុងក្រុមពិតមែនប៉ុន្តែគាត់ក៏បានទៅចូលរួមលើកទឹកចិត្តទៅឈរមើលមិត្តភ័ក្តិរបស់ខ្លួនឯង
ឡើងជ្រៀងក្នុងការប្រកបតន្ត្រីនឹងដូចគ្នាអញ្ចឹងវាមានអារម្មណ៍បែបសោកសៅច្រើនចំណុចណាអាខ្លួនឯងត្រូវអាចឡើងជ្រៀងឡើងរំជាមួយក៏ទៅអត់បានហើយមកមានបញ្ហាអីផ្ទៃក្នុងហ្នឹងក៏គេអត់ដឹងហើយស្រាប់តែមកលេងសើចចំចំណុចហ្នឹងគេអត់អាចទទួលយកមួយនឹងការលេងសើចរបស់ចូស៊ីកាសម្រាប់ករណីនេះបានទេហើយមានមួយចំនួនទៀតក៏ចេញមកថតវីដេអូមកអាងថាហ្នឹងគឺជា content trend ដែលគេកំពុងតែតន់ដែលគេកំពុងតែលេងនៅក្នុងបណ្ដាញសង្គមអ្នកមួយចំនួនក៏និយាយថាទៅមើលអ្នកដែលគេលេងមើលភាគច្រើនគឺមុខដូចមុខស្តៀងសឹងតែដូច 100% ក៏មានដែរប៉ុន្តែសម្រាប់មិត្តភ័ក្តិរបស់ចូស៊ីកាជាមួយម៉ាណុនធ្វើតែជនជាតិស្បែកខ្មៅក៏ពិតមែនដូចគ្នាក៏ពិតមែនប៉ុន្តែមុខមាត់ក៏ស្អាតម្នាក់មួយបែបតែអត់ដូចគ្នាជាមួយនឹងខាងម៉ាណុនទេចូស៊ីកាមកលេងលក្ខណៈបែបអញ្ចឹងចង់បានន័យថាម៉េចចង់បានន័យថាជនជាតិស្បែកខ្មៅគឺតែមុខមាត់ដូចគ្នាដូចតែគ្នាទេដែលគេនិយាយថានឹងគឺជាពាក្យបែបមិនឲ្យតម្លៃភាពជាមនុស្សរបស់ជនជាតិស្បែកខ្មៅដែលគេតែងតែលេងតែងតែធ្វើទៅនៅលោកខាងលិចមែនអត់តែទោះបីជាគាត់ត្រូវបានមកខាងទៀតនិយាយថាខ្វក់ប៉ុណ្ណាគាត់មាន fan កាប់មុខរបស់គាត់ជាច្រើនការពារឲ្យយល់ពីគាត់ដែរប៉ុន្តែវាមកដល់ drama ចុងក្រោយនេះដែលធ្វើឲ្យ fan កាប់មុខហ្នឹង fan ដែលស្រឡាញ់ខ្លាំងៗហ្នឹងក៏ដកចិត្តដែរហ្នឹងគឺគាត់ទៅ post ប្រាប់គេគាត់ review ជាតារា K-pop នៅក្នុងវ័យជិត30ប្រាប់ទៀតថាមើលថាតើអ្នកដែលខ្លាំងគេធ្វើមិនហើយមានការថតរូបថតអីផ្សេងៗអញ្ចឹងទៅ fan ហ្នឹងក៏ចាំមើលគេរាប់ថ្ងៃចាំព្រោះប្រាប់ថាថ្ងៃដូចជាថ្ងៃ8ខែ4នឹងធ្វើការបើកបង្ហាញពីក្រុមថ្មីរបស់ខ្លួននេះអញ្ចឹងណាហើយខ្លួនឯងនឹងគឺជាសមាជិក fan ហ្នឹងក៏រំភើបចិត្តជាមួយចាំមើលថាមែនអត់ស្រាប់តែដល់ខែ4ចុះធម្មតា April Fool Day ខែនៃការកុហកអា fan ខំចាំមកជាច្រើនខែរងចាំមើល idol របស់ខ្លួនឯងខ្លាយទៅជាតារាចម្រៀងខំតឹងមករាប់ខែទីផុតអត់មានចូលជាតារាអីទេលក់ contact lens ជាមួយនឹងម្សៅផាត់មុខស្អីរបស់ខ្លួនបើកលក់ផលិតផលថ្មីតែនិយាយថាខ្លួនឯងនឹងធ្វើជាតារាថ្មីនៅក្នុងក្រុមមួយដែលគេមានការជ្រើសរើសមកទៅប្រកួតទៅប្រឡងមកដឹងថា April Fool Day គឺជាថ្ងៃខែកុហកអីប៉ុន្តែបើសិនតែធ្វើនៅក្នុងខែហ្នឹងគេអាចនឹងសម័យដឹងគិតចេញថាវាអញ្ចឹងប៉ុន្តែនេះគឺកុហកមុននឹងឡើង2ខែហើយ fan មែនតើហ្នឹងខំរាប់ថយក្រោយចង់ឃើញ idol របស់ខ្លួនឯងចេញមកបង្ហាញមុខជាសមាជិករបស់ក្រុមណាមួយអញ្ចឹងចង់មើលថាតើខ្លាំងប៉ុណ្ណាអីប៉ុណ្ណាសម្រាប់ fan ដែលស្រឡាញ់ខ្លាំងរាប់ថ្ងៃរាប់ខែរងចាំដល់ពេលទីបំផុតលក់អីវ៉ាន់បើកផលិតផលខាងចូស៊ីកាក៏ប្រាប់ថាមានខុសណាចុះថ្ងៃខែ4ហ្នឹងគេធ្វើអញ្ចឹងហើយគាត់ក៏បានបើកផលិតផលថ្មីជាការបើកបង្ហាញខ្លួនថ្មីនៅក្នុងវិស័យ beauty របស់គាត់អត់បានខុសអីផងមិនមែនជារឿងស្លាប់រស់ឯផងនិយាយនេះក្នុងលក្ខណៈធម្មតាបែបអត់យល់ថាអារម្មណ៍របស់អ្នកតឹងអារម្មណ៍របស់អ្នកជឿហ្នឹងបែបមិនទេទាំងឡាយទាំងពួងគឺជា drama របស់ពីកាមកដល់ពេលនេះក៏នៅតែមាន fan ដែលស្រឡាញ់ចូលចិត្តអ្នកមើលវីដេអូរបស់គាត់ដដែលនឹងឯងគ្រាន់ថាវាអត់ខ្លាំងដូចកាលពីមុនហើយបើអ្នកដែលតាមដានអ្នកខ្លះក៏មើលម្លងពីរឿងរ៉ាវ drama អីផ្សេងៗដែលខ្ញុំនិយាយមិញអ្នកមួយចំនួនដែលទួយយកបានគេក៏ unfollow អីតាមនឹងអញ្ចឹងទៅគាត់ក៏ប្រើជីវិតតាមធម្មតាចុះសម្រាប់បងប្អូនយើងស្ដាប់ហើយពិចារណាបានជាប្រយោជន៍ដល់ការប្រើជីវិតរបស់យើងខ្លះក៏សង្ឃឹមថាបានខ្លះនោះតាក់ទងទៅនឹងរឿងរ៉ាវរបស់គាត់អូខេជួបគ្នាវីដេអូក្រោយជាបន្ត